បាទសួស្តីទៅកាន់អ្នកជិតទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំចង់ធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់ជាមួយនឹងប្រភេទកុងទ័រ Digital មក AGVX ពីខាងក្រុមហ៊ុន Moto Ceiling របស់យើងអញ្ចឹងជាសំខាន់យើងមើលទៅលើដៃកុងទ័រនេះបាទសម្រាប់យើងការ update សេរីថ្មីគឺយើងមានជាមួយនឹងកុងតាក់សម្រាប់យើងបញ្ជានៅលើផ្ទាំងអេក្រង់នេះណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងចុចនៅលើខាងក្រោមនេះសម្រាប់យើងមើលផ្លាស់ទីបាទនេះមានម៉ណុយយើងចុចទៅលើនេះបាទអានេះយើងមើល live កាមេរ៉ាផ្ទាល់នៅពេលដែលកំឡុងពេលបើកបោះយើងអាចមើលបានជាមួយកាមេរ៉ាខាងមុខហើយយើងចុចទៅលើមួយទៀតបាទនេះជាកុងទ័រ display digital បាទសម្រាប់មើលកម្លាំងល្បឿនយើងបើកអញ្ចឹងណាបាទហើយក៏មានជាមួយនឹងsensor កង់មុខក្រោយមានថា speed ខ្យល់ sensor speed ខ្យល់ណាហើយនេះសម្រាប់ QR code connect ជាមួយនឹងទូរស័ព្ទដៃបានហើយរួមជាមួយនឹងម៉ណុយនេះយើងគ្រាន់តែពេលចុចឥឡូវយើងចង់ចូលមើលថាមានអីខ្លះយើងយល់lạiម៉ណុយហ្នឹងយកពី enter នេះមានពី enter ចុចទៅគឺវាចូលហើយអញ្ចឹងការប្រភេទគឺបញ្ជានៅខាងលើខាងក្រោមនេះបាទចុចលើក្រោមនេះទៅគឺវាមានការផ្លាប់ដោវាមានព័ត៌មានបង្ហាញពីប្រភេទ sensor សម្ពាធខ្យល់កង់មុខក្រោយបាទជាមួយនឹង version របស់ software ម៉ូតូរបស់យើងក្នុងការកំណត់ម៉ោងហើយក៏ដូចជាជាមួយនឹងយើងកំណត់អេក្រង់ជាប្រភេទអាងឹតឬក៏ភ្លឺអញ្ចឹងណាមានការផ្លាស់ប្ដូរភាសាក៏ដូចជាជាមួយនឹងយើងអាចយកជាគិតជាគីឡូក៏បានគិតជាម៉ាយក៏បានអញ្ចឹងសម្រាប់ការប្រើប្រាស់ទៅលើ display កុងទ័ររបស់ AGVX របស់យើងគឺអត់មានអីពិបាកទេងាយស្រួលនៅក្នុងការប្រើប្រាស់មែនទែនទៅទាំងអស់គ្នាហើយនិយាយអញ្ចឹងសំខាន់គឺយើងមានជាមួយនឹងមុខងារ live កាមេរ៉ាផ្ទាល់នៅលើម៉ូតូរបស់យើងណាអញ្ចឹងគឺទំនើបមែនទែនសម្រាប់ស៊េរីឆ្នាំ2026នេះអរគុណ